សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នៃទៀនរឿងក្នុងថ្ងៃនេះដែរយើងមានរឿងរ៉ាវមួយដែលតាក់ទងទៅនឹងរឿងខ្មោចស្រីរបាំហើយរឿងនេះគឺកើតទៅលើបុគ្គលិកស្ថានភាពម្នាក់ដែលមានឈ្មោះថាសាណាហើយសាណាគឺជាបុគ្គលិកស្ថានភាពផ្នែករៀបចំបន្ទប់ជូនភ្ញៀវហើយគាត់ក៏ទៅតែមករស់នៅរាជធានីភ្នំពេញដែរប្រហែលជាមួយខែជាងតែប៉ុណ្ណោះដោយសារតែជីវភាពគ្រួសារមិនសូវទូទាទៅសាណាក៏សម្រេចចិត្តមករស់នៅរាជធានីភ្នំពេញតែម្នាក់ឯងគឺដើម្បីរកការងារបណ្ដាយកប្រាក់ខែនឹងទៅបង់ថ្លៃសាលាបណ្ដានិងមួយចំណែកទៀតផ្ញើជូនម៉ែទុកគ្រាន់ប្រើប្រាស់តាមតម្រូវការរបស់គាត់ហើយនេះគឺជាការងារទី1ហើយសម្រាប់សាណាទៅបីវារៀងហត់ប៉ុន្តែសាណាក៏ចូលចិត្តការងារនឹងដែរហើយណាមួយទៀតក៏បានប្រាក់ខែបន្ថែមលើកទឹកចិត្តគួរសមដែរព្រោះទៅតែមកធ្វើការបានមួយខែជាងតែប៉ុណ្ណោះហើយមួយទៀតគាត់ត្រឹមតែជាបុគ្គលិកហាត់ការនៅឡើយមានភ្ញៀវចូលចិត្តការងាររបស់គាត់ណាស់ព្រមទាំងឲ្យលុយធីបមកកាន់សាណាក៏ច្រើនទៀតផងសាណាធ្វើការនេះនៅវេនយប់ព្រោះថាថ្ងៃគាត់ត្រូវរវល់ទៅរៀនបន្ទាប់ពីចេញពីសាលាភ្លាមសាណាក៏សម្ដៅទៅកន្លែងធ្វើការយកតែម្ដងព្រោះខ្ជិលជិះចុះជីឡើងខ្លាចមួយណាក៏ខ្លាចផ្លូវស្ទះផ្លូវអីផងហើយមួយទៀតសាណាក៏ជាមនុស្សដែលចូលចិត្តសន្សំចែកអញ្ចឹងក៏ខ្លាចអស់សាំងច្រើនណាមួយថ្ងៃនេះមានភ្ញៀវ check on ច្រើនគួរសមដែរសាណាក៏ខ្លាចធ្វើមិនទាន់ភ្ញៀវចូលថ្មីនឹមតែត្រូវមកប្រធានផ្នែក Vivo គេអាចបញ្ឈប់សាណាក៏ថាបានហើយបន្ទាប់ពីជិះមកដល់កន្លែងធ្វើការនឹងយកម៉ូតូទៅផ្ញើរួចសាណាក៏ដើរចូលទៅតាមខ្លងទ្វារសម្រាប់បុគ្គលិកចេញចូលរួចក៏ចូលទៅផ្លាស់ឯកស្ថានរបស់ស្ថាគារបងលីណាដែលជាប្រធានផ្នែករបស់សាណាក៏បានហុចសោបន្ទប់នីមួយដែលសាណាទៅសម្អាតព្រមទាំងនិយាយថាសាណាថ្ងៃនេះមានភ្ញៀវចេញនៅជាន់ទី4អញ្ចឹងថ្ងៃនេះឯងប្រហែលជាត្រូវសម្អាតនៅបន្ទប់នោះនៅជាន់ទី4នោះទាំងអស់ហើយណាប៉ុន្តែច្រើនណាស់បងខ្ញុំធ្វើតន់ដើរអត់ចុះបងចរិយាគាត់អត់បានមកធ្វើការមែនទេបងនាងសុំច្បាប់ទៅមើលឪពុកឈឺការងារនេះបងសង្ឃឹមលើឯងហើយណាធ្វើច្រើនចេះច្រើនអញ្ចឹងបងទៅមុនហើយចាបងសាណាក៏មិនដឹងថាបដិសេធជាមួយគាត់ថាមិនដែរទោះបីវាច្រើនជាងសាណាធ្វើការរដងក៏ដោយហើយមួយណាមេបញ្ជាហើយត្រូវតែធ្វើតាមសាណាបានឡើងមកជាន់ទី4រដងគឺសាណាមិនដែលបានឡើងមកជាន់ទី4នឹងទេតាំងពីមកចូលធ្វើការមកព្រោះថាគ្មានភារកិច្ចជាន់នេះហើយជាន់នេះដែរគឺជាកាតព្វកិច្ចរបស់បងចរិយាតែគាត់មិនបានមកធ្វើការទៅសាណាមកជំនួសហើយបងចរិយានឹងក៏អត់បានប្រាប់គ្នាមួយម៉ាត់សោះបងចរិយាលេងមួយទំហឹងនេះតែម្ដងដល់បន្ទប់ភ្ញៀវចេញទាំងអស់សាណាក៏ថាស្លាប់ខ្ញុំមិនខានទេបងអើយហើយសាណាក៏បានចាក់សោបន្ទប់មុនដំបូងគេដែលនៅចិត្តកម្មចិត្តដើររួចក៏ចាប់ដើមសង្អាតក្នុងបន្ទប់នេះធំក្លិនបារីឡើងហួងសង្ស័យតែភ្ញៀវដែលស្នាក់នៅបន្ទប់នេះចូលចិត្តជក់បារីហើយមើលទៅបានជាធំក្លិនយ៉ាងខ្លាំងនេះខ្ញុំសឹងតែឆ្លក់ស្លាប់ដោយសារតែក្លិនរបស់វាខ្ញុំរអ៊ូតិចភ្ញៀវដែលស្នាក់នៅនេះអីក៏ខ្វក់ខ្លាំងយ៉ាងនេះលើកទី1ហើយដែលមកប៉ះបន្ទប់អញ្ចឹងការងារនេះពិតជាមិនស្រួលមែនបន្ទាប់ពីរៀបចំបន្ទប់នេះរួចសាណាក៏បន្តទៅបន្ទប់បន្តទៀតទម្រាំតែដល់បន្ទប់ចុងក្រោយសាណាចង់ខ្សោយអស់ខ្យល់ពីខ្លួនទៅហើយនៅសល់តែបន្ទប់មួយទៀតដូចរាល់ហើយសាណាសម្លឹងមើលនាឡិកាដៃដែលបញ្ជាក់ថាវាជិតដល់ម៉ោង1ហើយរួចសាណាក៏ចាក់សោចូលទៅសង្អាតបន្ទប់នោះដោយរហ័សរហ័យសឹងតែគ្មានកម្លាំងនៅក្នុងលើសោះ9បន្ទប់មុនសុទ្ធតែប្រភេទដូចគ្នានិងបន្ទប់ដើមគេទាំងអស់គឺស្មុកក្របព្រមទាំងរញ៉េរញ៉ៃនិងមានក្លិនស្អុយជាខ្លាំងចម្លែកតែបន្ទប់នេះម
មិនមានខណ្ឌអ្វីទាំងអស់ហើយបរិវេណបន្ទប់វិញមានរបៀបរៀបរយល្អទៀតប្រហែលជាភ្ញៀវមុនគេជាមនុស្សមានរបៀបទេដឹងបើតាមមើលទៅដូចជាមិនមានមនុស្សសម្រាប់ទេប៉ុន្តែបងលីណាថាមានភ្ញៀវស្នាក់នៅខ្ញុំចាប់ផ្ដើមបដូររបស់ក្នុងបន្ទប់ចេញហើយដាក់របស់ថ្មីចូលដោយបន្ទប់មុនដែរតែភ្នែករបស់ខ្ញុំបានក៏លេចមើលទៅឃើញមានអ្វីមួយចាំងនៅគៀបតុជប់ក្បែរគ្រែខ្ញុំក៏អោនទៅចិត្តដើម្បីមើលរួចក៏រើសវាយកមករបស់នោះដូចជារបស់ពីវត្ថុបុរាណយ៉ាងម៉េចមិនដឹងទេតែមើលទៅដូចជារបស់ចាប់បន្តិចហើយប្រហែលជាគេលេងត្រូវការហើយទេដឹងមើលទៅក៏គ្មានតម្លៃអ្វីដែរប៉ុន្តែក្រោយមកខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ថាត្រជាក់យ៉ាងម៉េចមិនដឹងទេស្រីឆ្អឹងខ្នងភ្លាមលុះផ្លេចពីពេលមុនចូលមកនេះចំណែកម៉ាស៊ីនត្រជាក់ក៏អត់បានបើកនោះដែរចុះហេតុអ្វីបានជាសក់ស្រាប់តែត្រជាក់ដូចជាមិនស្រួលទេខ្ញុំក៏ប្រញ្ញាចាក់សបន្ទប់នោះបិទចេញមកវិញមុនដំបូងសាណាគិតថានឹងយករបស់ដែលរើបានពីបន្ទប់ដែលសាណាបានសង្អាតនៅចិនទី4នោះឲ្យបងលីណាប៉ុន្តែដោយសារតែហត់ពេកក៏ប្រញាប់ត្រឡប់មកផ្ទះសម្រាប់ធ្វើឲ្យសាណានឹងភ្លេចប្រាប់បងលីណាឲ្យឈឹងចំណែកឯរបស់នោះវិញវាក៏នៅក្នុងហោប៉ៅខរបស់សាណារហូតមកដល់ផ្ទះផងដែរហើយបន្ទាប់ពីមកដល់ផ្ទះភ្លាមសាណាក៏ស្ទុះស្ទាចូលទៅក្នុងបន្ទប់ទឹកគឺដើម្បីសម្អាតខ្លួននិងអាលបានសម្រាប់ប៉ុន្តែរំពេចនោះដែលសាណាក៏បានឮសំឡេងភ្លេងបុរាណលឿនឮឆ្វេងឆ្វាយពីណាមកណាមិនដឹងសាណាក៏ឆ្ងល់ក្នុងចិត្តថាអ្នកណាគេមកលេងភ្លេងបុរាណអញ្ចឹងនេះម៉ោង2ម៉ោង3ឥឡូវហើយឬក៏មានអ្នកហាត់របាំអីនៅម្ដុំនេះទេដឹងសាណាមិនសូវចាប់អារម្មណ៍ទៀតក៏លេងខ្វល់ហើយក៏បន្តងូតទឹកប៉ុន្តែភ្លេងនោះនៅតែឮឥតឈប់សោះសាណាព្រមទាំងបានឮសំឡេងសម្រាប់ជើងមនុស្សដើរនៅមុខបន្ទប់របស់សាណាទៀតផងពេលនោះសាណាចាប់ដើមឆ្ងល់ក្នុងចិត្តបន្តិចដែរតែអ្នកណាគេមកដើរចោលដល់ឡើងអីនៅម្ដុំយប់ថ្មនេះទៅហើយចំណែកសាណាក៏មិនបានទៅបើកទ្វារមើលនោះដែរព្រោះថាវាអស់កម្លាំងខ្លាំងមែនទែនតែម្ដងប៉ុន្តែអាសំឡេងរបាំនោះនៅតែឮកាន់តែខ្លាំងងំក្នុងត្រចៀករបស់សាណារហូតតែទោះយ៉ាងណាវាមិនអាចបញ្ឈប់សាណាមិនអត់ហក់ឡើងលើគ្រែគេងរបស់សាណាបានឡើយនៅពេលដែលសាណាគេងលើគ្រែសំឡេងភ្លេងនោះកាន់តែឮខ្លាំងឡើងហាក់ដូចជាមិនចង់ឲ្យសាណាបានគេងលក់ស្រួលនោះទៅតែសោះនៅក្នុងចិត្តសាណាពេលនេះពិតជាខឹងខ្លាំងព្រោះមនុស្សកំពុងតែហត់ហើយនៅមកចាក់ភ្លេងរំតន្លង់អីថ្មនេះទៀតអត់មានអាណិតចិត្តអ្នកចាក់ខាងខ្លះទេឬសាណាពិតជាទ្រាំលេងបានតែមិនដឹងធ្វើយ៉ាងម៉េចខំយកខ្នើយមកទប់ត្រចៀកហើយនៅតែមិនបាត់ចំណែកអាភ្លេងនោះក៏កាន់តែបន្តលឺឡើងហាក់បីដូចជានៅមុខបន្ទប់របស់សាណាអញ្ចឹងមួយទៀតនៅមានសំឡេងកងជើងទង្គិចគ្នាចុះឡើងនៅនឹងបន្ទប់របស់សាណាទៀតផងហើយពេលនោះចិត្តសាណាចង់ឆេះទៅហើយអ្នកណាក៏អសុជីវធម៌យ៉ាងនេះមករំនៅមុខបន្ទប់របស់សាណាពេលនោះសាណាក៏តាំងចិត្តថានឹងចេញទៅថាឲ្យអ្នកដែលនៅឈរនៅមុខបន្ទប់របស់សាណាព្រមទាំងចាក់ភ្លេងខ្លាំងរំខានដល់ថ្នាក់នេះសាណាបានដើរទៅកាន់ទ្វារបន្ទប់រួចក៏បើកទ្វារទាំងក្នុងចិត្តត្រៀមថានឹងស្ដីឲ្យណានៃម្ដងសាណាលូកដៃទៅបើកទ្វារបន្ទប់តាមចិត្តដែលកំពុងតែមួម៉ៅបន្ទាប់មកសាណាក៏បានឃើញមនុស្សស្រីស្លៀកពាក់ជាអ្នករបាំដូចជាអ្នករបាំអប្សរាសក់វែងអូដីចំណៃដងខ្លួនវិញឡើងសតាមសាណាចាំដូចជាអ្នករំជំនន់សម័យបុរាណដែរគេលាបមុខលាបខ្លួនឲ្យសអីផ្លេចនោះខ្ញុំលែងខ្វល់អ្វីក៏បានដើរចេញប្រាប់ទៅនារីនោះថាខ្ញុំចង់សម្រាកព្រោះស្អែកខ្ញុំត្រូវទៅរៀន
បងអាចទៅហាត់រំនៅកន្លែងផ្សេងបានទេនាងមិនបានឆ្លើយតបអ្វីជាមួយសាណានោះទេព្រមទាំងមិនខ្ចីងាកមករកសាណាថែមទៀតផងសាណាបានហៅនាងជាច្រើនដងក៏នាងនៅតែធ្វើមិនដឹងមិនឮនាងនៅតែបន្តរើម្នាក់ឯងកាច់ចុះកាច់ឡើងនាងមិនបានខ្វល់ថាសាណានិយាយអ្វីឡើយចំណែកសាណាកាន់តែក្តៅចិត្តខ្លាំងឡើងលើរួចក៏ដើរសំដៅទៅពីក្រោយខ្នងនាងដើម្បីនិយាយជាមួយនាងឲ្យដឹងគ្នាម្ដងបន្ទាប់មកបានលូកដៃទៅកេះស្មារបស់នារីរបាំនោះតិចៗដើម្បីឲ្យនាងបែរមកនិយាយជាមួយសាណាពេលនោះស្រាប់តែនាងបែរមកខ្លួនមកយឺតហើយលាយឡំជាមួយនឹងភ្លេងបុរាណនោះទៀតសាណាឯណេះភ្ញាក់ព្រឺតព្រមទាំងព្រឺឆ្អឹងខ្នងតិចដែរគិតថានឹងមិនខ្វល់ព្រោះតែថាកំពុងតែក្តៅចិត្តខ្លាំងប៉ុន្តែព្រះអើយសាណាបានឃើញមុខរបស់នាងពេញទំហឹងមុខរបស់នាងឡើងរលួយភ្នែកសុទ្ធតែឈាមមានដង្កូវចុះគួរឲ្យខ្ពើមបន្ទាប់មកនាងបានសម្លឹងមកកាន់សាណាដូចជាស្អប់សាណាពីជាតិណាមកអញ្ចឹងនាងបានសម្លក់សាណារហូតដល់ធ្វើឲ្យក្រឹបភ្នែករបស់នាងធ្លាក់ចុះមកក្រោមចំណែកឯសាណានេះវិញភ័យឡើងញ័រខ្លួនអស់ហើយរួចនាងក៏បានពន្លឺសំឡេងអនឡាញស្ដាប់ហើយព្រឺក្បាលមិនតែប៉ុណ្ណោះនាងព្រមទាំងលោកដៃមករកច្របាច់ករបស់សាណាថែមទៀតផងរួចបាននិយាយដោយសំឡេងក្រលួចថាសងរបស់យើងមកវិញភ្លាមសាណាស្រែកឡើងភ្លឺតសំឡេងបែកញើសជោកបេះដូងលូតញឹកញាប់ខុសចង្វាក់សឹងតែធ្លាចេញមកក្រៅតាមពិតជាការយល់សុបិនហើយវាជាការយល់សុបិនដ៏អាក្រក់ដែលសាណាមិនដែលបានឃើញតាំងពីពេលសាណាមកនៅទីនេះមិនដែលយល់សុបិនគួរឲ្យខ្លាចបែបនេះទេនាងចង់ឲ្យសាណាសងអ្វីសាណាបានទៅពាក់ព័ន្ធអ្វីជាមួយនាងពីពេលណាសាណាក៏ប្រញាប់បញ្ញារៀបចំខ្លួនដើម្បីទៅសាលាចាត់ទុកថាវាជាការយល់សុបិនអាក្រក់ទៅចោះប្រហែលជាដោយសារតែម្សិលមិញមកពីហត់ការងារពេកហើយមើលទៅមកដល់សាលាគ្រប់គ្នាមើលមុខសាណារហូតតាំងពីខ្លងទ្វារមកដល់ថ្នាក់រៀនថ្ងៃនេះពួកគេមើលអ្វីទៅមានមិត្តរបស់សាណាម្នាក់ក៏ចូលមកនិយាយជាមួយសាណាជាមួយនឹងសំណួរចម្លែកសាណាឯងនាំអ្នកណាមកហ្នឹងសាណាក៏បានតបវិញថាយើងមកតែម្នាក់ឯងតែគ្នាឃើញមនុស្សស្រីម្នាក់តាមឯរហូតតាំងពីចូលមកនាងឈរចាំនៅខាងក្រៅបន្ទប់ឯណោះពេលនោះសាណាក៏ចាប់ដើមអើតក្បាលចេញទៅតាមបង្អួចតាមដៃដែលមិត្តរបស់សាណាបានបង្ហាញប្រាប់ប៉ុន្តែសាណាមិនបានឃើញអ្វីឡើយរួចក៏ងាកមកថាឲ្យមិត្តវិញមានឯណាឯងស្រវាំងភ្នែកតែដឹងមិត្តរបស់សាណាក៏បានតបថាប្រហែលជាអញ្ចឹងហើយមួយសន្ទុះក្រោយមកសាណាក៏បានឮមិត្តរបស់សាណាស្រែកថាសាណាក៏ប្រញាប់សួរទៅរកនាងហើយសួរនាងភ្លាមថាកើតអ្វីតែនាងស្រាប់តែនិយាយចម្លែកថាខ្មោចសាណាក៏ថាឯងនិយាយអីអញ្ចឹងហ่ะយើងនិយាយការពិតនាងគួរឲ្យខ្លាចណាស់យើងខ្លាចណាស់ខ្លួនរបស់មិត្តរបស់សាណាក៏ភ័យញ័រដោយបានឃើញរបស់ដែលមិនគួរមើលឃើញនោះពិតមែនភ្នែករបស់នាងបិទរហូតមិនហ៊ានបើកឡើយឯងស្រវាំងភ្នែកទេដឹងគ្មានទេណាតែវាគឺខ្ញុំបានឃើញពិតណានៅឯណាមិនក៏សាណាមើលមិនឃើញគឺនៅក្រោយខ្នងឯងនាងបានរត់ចេញពីខ្ញុំទៅបាត់តែត្រូវបានមិត្តម្នាក់ទៀតចាប់ទាន់សាណាពិតជាភ័យណាស់នឹងអាការៈនាងខ្លាំងណាស់ហេតុអ្វីបានជានៅសុកនាងបែរទៅជាបែបនេះបន្ទាប់មកនាងក៏សម្លាប់បាត់មិត្តឈឹងហើយមកដល់កន្លែងធ្វើការសាណាតែងតែគិតពីសម្ដីរបស់មិត្តកាលពីនៅសាលាហេតុអ្វីបាននិយាយអ្វីមកផ្លេចសុកក៏ទៅភ័យជាស្លន់ស្លោសម្លាប់បាត់មិត្តឈឹងចឹងព្រមទាំងនិយាយថាខ្មោចនៅពីក្រោយខ្នងខ្ញុំទៀតផ្លែកនោះខ្ញុំស្រាប់តែឮសំឡេងភ្លេងរបាំនោះទៀតហើយហេតុអ្វីបានជានៅក្នុងស្ថានភាពចាក់ភ្លេងឮខ្លាំងបែបនេះរកដងដូចជាមិនដែលចាក់មានតែអ្នកកោះរនាបកោះតិចតែនេះជាភ្លេងសុត
ភ្លេងដែលខ្ញុំធ្លាប់ឮកាលពីយប់មិញពេលនោះសាណាក៏បានដើរទៅសួរបងដែលធ្វើការនៅកន្លែងទទួលភ្ញៀវបងម៉េចក៏ថ្ងៃនេះចាក់ភ្លេងរបាំប្រពៃណីលឺខ្លាំងអត់រំខានភ្ញៀវទេហ៎ពេលនោះពួកគេក៏ចាប់ដើមនាំគ្នាមើលមុខគ្នាចុះឡើងដូចជាឆ្ងល់នឹងសម្ដីរបស់សាណាខ្លាំងណាស់គឺហាក់ដូចជាមើលសាណាទៅកំប្លែងលេងជាមួយគាត់អញ្ចឹងឬក៏និយាយថាមានឯណាអូនពួកបងមិនលឺផងហ្នឹងសាណាក៏តបវិញថាមិនអញ្ចឹងខ្ញុំលឺសឹងតែបែកត្រជាទៅឲ្យបងអូនឯងច្រឡំតែដឹងមិនជឿសួរអ្នកផ្សេងបានណាសាណាក៏ចាប់ផ្ដើមឆ្ងល់រួចក៏ដើរចេញពីពួកគាត់ទៅប៉ុន្តែសាណាពិតជាបានលឺសំឡេងខ្លាំងណាស់ហើយវាបានពួកគាត់មិនលឺបន្ទាប់មកនាងក៏លឺថាកុំចូលមកអីកុំធ្វើបាបខ្ញុំអីខ្ញុំខ្លាចហើយបើមិនចង់ងាប់នាងឆាប់សងរបស់យើងឲ្យវិញភ្លាមអត់ទេកុំសាណាភ្ញាក់ភ្លាមមកទាំងបែកញើសសំចូលគឺនាងយល់សប្បុរសអាក្រក់ដដែលនោះទៀតហើយតែលើកនេះពិតជាសាហាវជាងមុនទៅទៀតនាងខ្វះគ្រាប់ភ្នែករបស់នាងចេញមកក្រៅចំណែកឯខ្លួនប្រាណនាងវិញឡើងរយយកក្រចកវិញរបស់នាងមកកូតលើមុខរបស់សាណាបន្ទាប់មកក៏ចង់ច្របាច់កសាណាដូចជានាងខឹងគុំគួនជាមួយនឹងសាណាពីជាតិណាមកអញ្ចឹងគ្រាន់តែនឹកឃើញដល់យល់សប្បុរសនោះបេះដូងសាណាលោតញឹកញាប់សឹងតែធ្លាយចេញមកក្រៅទៅហើយដកដង្ហើមសឹងតែមិនដល់គ្នាទៅហើយតើនេះមានរឿងអ្វីកើតឡើងមកលើខ្ញុំតើខ្ញុំទៅយករបស់ស្អីពីនាងពីពេលណាទើបបានជានាងចេះតែមកចង់ទារបស់នោះពីខ្ញុំមួយរយៈកន្លងមកនេះសាណានៅមិនសុខទេចេះតែលឺសំឡេងភ្លេងបុរាណនោះរហូតទោះបីជាសាណាទៅដល់កន្លែងណាក៏ដោយក៏សួរគេមានលឺសំឡេងនឹងអត់គ្រប់គ្នាសុទ្ធតែឆ្លើយថាអត់ទេនៅក្នុងសាលាអញ្ចឹងម្នាក់មិនចង់នៅក្បែរសាណាទេសូម្បីតែមិត្តរបស់សាណានាងធ្លាប់សម្លាប់ដោយសារតែឃើញអ្វីក៏មិនដឹងបន្ទាប់ពីថ្ងៃនោះមកនាងមិនដែលមើលមុខរបស់សាណាចំទេមានម្ដងនោះពេលដែលនាងសម្លឹងមកមើលមុខរបស់សាណាធ្វើខ្លួនដូចជាឃើញអ្វីអញ្ចឹងឬក៏ធ្វើខ្លួនខ្លាចបន្ទាប់មកក៏រត់ចេញពីសាណាទៅបាត់ជឹងនាងក៏មិនថាអ្វីដែរប្រហែលជានាងមានហេតុផលអ្វីម្យ៉ាងហើយឬក៏នាងបានឃើញអ្វីដែលមិនគួរឃើញនោះពិតមែនកំពុងតែអង្គុយគិតតែម្នាក់ឯងស្រាប់តែមានមិត្តភក្តិប្រុសម្នាក់ឈ្មោះឈវ័នគេម្នាក់នោះជាមិត្តព្រមថ្នាក់របស់សាណាក៏ប៉ុន្តែសាណាមិនសូវបាននិយាយលេងអ្វីជាមួយគេទេក៏គេស្រាប់តែដើរមកក្បែរសាណាហើយក៏អង្គុយចិត្តរួចហើយនិយាយមកផ្លែកមកកាន់សាណាសឹងតែមិនយល់ទឹកមកនាងបញ្ជាក់ថាត្រូវខ្មោចលងហើយថាម៉េចសាណាប្រតិកម្មភ្លាមនៅពេលដែលគេនិយាយលេងសើចដល់ពាក្យនេះទាំងអស់សាណាក៏និយាយថាកុំនិយាយលេងសើចណាខ្ញុំមិនចូលចិត្តទេខ្ញុំរៀបតែងើបចេញពីគេទៅហើយស្រាប់តែគេបន្តឃ្លាធ្វើឲ្យខ្ញុំទុកដំណើរបើនាងមិនជឿខ្ញុំក៏តាមចិត្តតារបស់ខ្ញុំជាគ្រូអាគមបើនាងចង់ដឹងខ្ញុំនឹងជួននាងទៅជួបគាត់ទន់អ្វីគ្រប់យ៉ាងមិនទាន់ហូបពេលនេះលេខទូរស័ព្ទខ្ញុំខលមកខ្ញុំពេលដែលនាងជឿអ្វីដែលខ្ញុំបាននិយាយឈប់បាននិយាយចប់ប្រយោគភ្លាមក៏បានងើបដើរចេញពីសាណាទៅបាត់ក៏ទុកឲ្យសាណានៅងើយឆ្ងល់តែម្នាក់ឯងនៅសម្ដីគ្រប់ម៉ាត់របស់គេអំបាមិញគេចង់មានន័យយ៉ាងម៉េចពាក្យថាទើនអ្វីគ្រប់យ៉ាងមិនទាន់ហូបពេលខ្ញុំបានសម្លឹងមើលលេខទូរស័ព្ទរបស់គេដែលបានឲ្យមកខ្ញុំមុននេះបន្តិចរួចក៏ដាក់វាទៅក្នុងហោប៉ៅហើយក៏គិតថាតើយើងគួរជួយសម្ដីរបស់ជវ័នដែរទេមនុស្សដែលមិននិយាយរកគ្នាផងនៅសក់មកប្រាប់ខ្ញុំរឿងអ្វីប្លែកបែបនេះតើខ្ញុំគួរជឿគេដែរទេជារឿងរាល់ថ្ងៃសាណាតែងតែយកសុបិនឃើញនារីរំបានម្នាក់នោះរហូតតែនាងតែងតែបង្ហាញរូបអាក្រក់គ្រប់ពេលដែលសាណាយកសុបិនឃើញនាងពេលខ្លះគេកាច់ដៃកាច់ជើងនៅចំពោះមុខរបស់សាណាពេលខ្លះខ្វែសគ្រាប់ភ្នែកចេញមកក្រៅហើយពេលខ្លះទៀតយកសក់ដល់វែងរបស់
នាងមកទាក់ករបស់សាណាទៀតផងហើយមានលើកនោះនាងយកក្រចកដែលស្រួចវិញរបស់នាងមកចុចមុខរបស់សាណាបន្ទាប់មកប្រងនឹងខ្វេះភ្នែករបស់សាណាថែមទៀតផងនឹកឃើញម្ដងព្រឺក្បាលនេះសាណាមិនដែលបានដេកលក់ស្រួលនោះទេពេលខ្លះមិនចង់ដេកទៀតផងព្រោះហ៊ានតែបិទភ្នែកគឺច្បាស់ជាយល់សប្បានឃើញខ្មោចស្រីរបាំមនុស្សមិនខានមកដល់កន្លែងធ្វើការគ្រប់គ្នានិយាយថាសាណាមួយរយៈពេលនេះភ្នែកឡើងខ្មៅឡើងស្លក់ពួកគេថែមទាំងនិយាយថាសាណាចេញពីធ្វើការទៅដើរលេងបន្តនៅឯណាឯណីទេដឹងជើលប្រកែកជាមួយនឹងពួកគេមើលទៅប្រាប់គេថាដេកមិនលក់ព្រោះយកសបិនឃើញខ្មោចច្បាស់ថាខ្ញុំនិយាយយករួចតែខ្លួនជាងមួយអាទិត្យហើយដែលសាណារស់នៅក្នុងស្ថានភាពនេះភ័យខ្លាចតក់ស្លុតលើសំឡេងចម្លែកគេនោះសាណាពិតជាមិនដឹងថាគួរធ្វើបែបណាទេបើប្រាប់ម៉ែច្បាស់ជាម៉ែបារម្ភនឹងហៅសាណាទៅផ្ទះវិញមិនខានសាណាមិនចង់បាត់បង់ការងារក្នុងពេលនេះដែរតើសាណាគួរធ្វើបែបណាទៅមួយសន្ទុះក្រោយមកទូរស័ព្ទរបស់សាណាលោតសាររបស់អ្នកណាក៏មិនដឹងជាលេខដែលសាណាមិនដែលស្គាល់ក៏យកលេខនោះមកចុចដើម្បីអានអត្ថន័យនៅក្នុងសារនោះដែលគេសរសេរមកថាយ៉ាងម៉េចស្រាប់នោះសាណាក៏បានអានថាបើនាងនៅតែបញ្ជាពេលទៀតសំបីតែជីវិតលោកតាខ្ញុំការពារនាងលែងបានដែរឯងជាអ្នកណាខ្ញុំគឺឆវ័នហេតុអ្វីបានជាស្គាល់លេខខ្ញុំមិនសំខាន់ទេតែជីវិតនាងសំខាន់ជាងខ្មោចនោះរឹតតែខឹងនឹងនាងខ្លាំងហើយសាណាមិនបានតបសាររបស់ឆវ័នទៀតឡើយព្រោះកំពុងតែគិតមួយរយៈនេះសាណាពិតជាយល់សប្តិមានគេទៀមទារបស់ពីសាណាពិតមែនតើសាណាពិតជាយករបស់ពីខ្មោចនោះមែនឬសម្រាប់សាណាវិញមិនចាំបានពិតមែនប៉ុន្តែហេតុអ្វីបានជាគេដឹងដោយសារតែសាណាពិតជាទ្រាំលេងបានទៀតហើយក្នុងស្ថានភាពបែបនេះដេកក៏មិនកើតមួយថ្ងៃឮតែសំឡេងរបាំនោះជប់ក្នុងត្រចៀកអធប់ឈរពេលខ្លះដូចមានមនុស្សដើរតាមពីក្រោយហើយត្រចៀកព្រឺដល់ក្បាលទាំងពេលខ្លះនោះគឺសាណានៅថ្ងៃក្តៅសោះក៏មានអារម្មណ៍ថាត្រចៀកស្រាវគួរឲ្យខ្លាចដែរហេតុនេះសាណាក៏សម្រេចចិត្តខលទៅឆវ័នតែម្ដងអាឡូឆវ័នខ្ញុំសាណាឆវ័នក៏តបវិញថាជឿខ្ញុំហើយមែនទេគឺមិនទាន់ជឿទេគ្រាន់តែចង់ដឹងថាវាដូចដែលឯងនិយាយដែរអត់អ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិតទាំងអស់អញ្ចឹងអាទិត្យនេះពួកយើងទៅជួបលោកតាឯងបានទេខ្ញុំទៅយកនាងចាឆវ័នក៏ដាក់ទូរស័ព្ទចុះតែភ្លាមនោះសាណាក៏នឹកឃើញថាហេតុអ្វីបានជាគេស្គាល់ផ្ទះរបស់ខ្ញុំបើខ្ញុំមិនដែលប្រាប់គេផងនេះសាណាគិតត្រូវឬខុសដែលជឿលើសម្ដីគេម្នាក់នោះបន្ទាប់មកខ្ញុំក៏បានដាក់ច្បាប់នៅកន្លែងការងារប៉ុន្មានថ្ងៃគឺដើម្បីឲ្យដឹងការពិតថាឆវ័ននិយាយការពិតឬអត់បើខ្មោចស្រីរបាំនោះជាអ្នកណាហើយនាងចង់បានអ្វីពីខ្ញុំថ្ងៃអាទិត្យក៏បានមកដល់ឆវ័នបាននាំសាណាទៅខេត្តកំពង់ចាមដែលជាផ្ទះរបស់លោកតាគេពួកយើងទាំងពីរមិនបាននិយាយអ្វីឡើយប៉ុន្តែដោយសារតែសាណាឆ្ងល់ក៏ចាប់ផ្ដើមសួរគេមុនថាហេតុអ្វីឯងចង់ជួយខ្ញុំជួយមនុស្សត្រូវគិតថាចង់មិនចង់ដែរឬប៉ុន្តែពួកយើងមិនដែលនិយាយរកគ្នាផងមិនបានស្គាល់លេខខ្ញុំហើយស្គាល់ផ្ទះខ្ញុំទៀតខ្ញុំសួរមិត្តរបស់នាងព្រោះខ្ញុំគិតថានាងប្រកាសជាមិនជឿសម្ដីខ្ញុំទេខ្ញុំមិនចូលចិត្តឃើញមនុស្សចិត្តស្លាប់ហើយមិនជួយនោះទេនេះខ្ញុំចិត្តស្លាប់ហើយមែនទេបើនាងនៅតែបន្តទុកយូរជាងនេះទៅទៀតខ្មោចស្រីម្នាក់នោះនឹងសម្លាប់នាងចោលមិនខានសាណាសម្រាប់ចិត្តនិយាយរឿងដែលសាណាយល់សប្តិឃើញនោះប្រាប់ទៅគេទាំងអស់សង្ឃឹមថាគេនឹងជឿសម្ដីសាណាទៅចោលដំបូងវាជាការយល់សប្តិដាស់សតិនាងឲ្យដឹងដើម្បីឲ្យនាងយករបស់នោះទៅសងគេវិញនោះទេប៉ុន្តែដោយសារតែនាងមិនព្រមយកទៅសងគេវិញទើបគេបង្ហាញខ្លួនឲ្យនាងឃើញគ្រប់រូបភាពទាំងអស់ហើយនោះវាជាការពិតដែលនឹងកើតឡើងឆាប់បើនាងនៅតែរឹងតឹងខ្ញុំលែងមាត់ប៉ុន្តែខ្លួនប្រាណនៅតែញ័រខ្លួនដូចកូនចាបត្រទឹកតែខ្ញុំយកអ្វីពីខ្មោច
នោះទៅហេតុអ្វីបានជាគេមកចង់កម្មពីអ្វីនឹងខ្ញុំនាងសាកគិតមើលថានាងបានយកអ្វីផ្លែកចេញពីណាដែរទេគឺអត់មានទេមនុស្សខ្ញុំមិនចេះយករបស់អ្នកណាផ្ដេសផ្ដាស់ទេតើខ្ញុំយកទៅរបស់ខ្មោចបានយ៉ាងម៉េចហើយមួយណាខ្ញុំទៅតែឡើងមកនៅភ្នំពេញបានជាង3ខែតែប៉ុណ្ណោះមិនស្គាល់កន្លែងណាទេនាងអាចសាករនឹកម្ដងទៀតទៅអាចថានាងភ្លេចក៏ថាបានសាណាក៏នៅតែក្រវីក្បាលប្រាប់ឆាវ៉ាន់ថាខ្ញុំពិតជាមិនបានយករបស់ស្អីនោះពិតមែនប៉ុន្តែឆាវ៉ាន់នៅតែព្យាយាមឲ្យសាណារនឹកមិនយូរប្រហែលពួកយើងក៏មកដល់ផ្ទះលោកតារបស់គេនៅតាមដងផ្លូវផ្ទះតារបស់គេមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ស្ងាត់ហើយថែមទាំងចូលទៅឡើងជ្រៅទៀតផងមើលទៅមិនសូវជាមានផ្ទះនៅជិតៗគ្នានោះទេបន្តិចក្រោយមកសាណាក៏បានមកដល់ផ្ទះចំណាស់បែបបុរាណមួយខ្នងមើលទៅផ្ទះនោះហាក់បីដូចជាមានអាយុកាលយូរណាស់មកហើយបើតាមក្បាច់ក្បួនរចនារបស់ផ្ទះមួយខ្នងនោះមើលទៅយូរទៅពិតជាគួរឲ្យខ្លាចណាស់ឆោវ៉ាន់បាននាំខ្ញុំឡើងទៅលើផ្ទះដើម្បីជួបលោកតារបស់គេប៉ុន្តែសាណាមិនទាន់បានជួបគាត់ដល់ឡើយទេទើបតែល្ងាចទើបគាត់មកដល់ផ្ទះព្រោះព្រឹកនេះគាត់បានប្រាប់ថាគាត់ទៅលើករាសីនឹងបណ្ដេញវត្ថុចង្រៃចេញពីផ្ទះអ្នកភូមិលោកតាផ្ដាំឲ្យឆោវ៉ាន់ប្រាប់សាណាទៀតថាសាណាមិនបាច់ភ័យទេពេលមកដល់ផ្ទះរបស់គាត់ប៉ុន្តែលោកក៏បានផ្ដាំទៀតថាមិនឲ្យសាណាដើរទៅណាឬចុះទៅក្រោយផ្ទះតែម្នាក់ឯងនោះទេត្រូវចាំគាត់នៅលើផ្ទះរហូតដល់គាត់ត្រឡប់មកវិញផ្ទះគាត់មានតាំងពីវត្ថុបុរាណដែលសល់ពីសម័យបុរាណណាមួយក៏មិនដឹងចំណែករូបដែលភ្ជួរលើជញ្ជាំងសុទ្ធសឹងតែរូបពីសម័យបុរាណទាំងអស់មានតាំងពីរូបក្នុងសម័យសង្គ្រាមរាជនិយមទៀតផងលោកតារបស់ឆាវ៉ាន់ចូលចិត្តរូបទាំងនោះណាស់ហើយកំពុងតែស្លក់ជាមួយនឹងវត្ថុបុរាណជុំវិញផ្ទះលោកតារបស់ឆាវ៉ាន់ក៏ទុយភ្នែករបស់សាណាបានក្រឡេកទៅប្រទះឃើញទីសក្ការៈរបស់លោកតារបស់ឆាវ៉ាន់ពេលដែលបានឃើញហើយខ្លួនប្រាណរបស់សាណាស្រាប់តែបះរោមព្រឹកខ្ញាក់តែម្ដងដោយសារតែមានរបស់របរជាច្រើនមិនដឹងថាជាអ្វីខ្លះនោះទេគួរឲ្យខ្លាចណាស់សាណាក៏ដើរចេញពីកន្លែងនោះទៅរហូតមកដល់ម៉ោង 7:05 ល្ងាចនៅពេលដែលមិនទាន់ឃើញលោកតាត្រឡប់មកវិញនោះទៀតរំពេចនោះទូរស័ព្ទរបស់សាណាក៏លឺឡើងបង្ហាញឲ្យឃើញលេខលើអេក្រង់ដែលជាលេខរបស់ម៉ែរបស់សាណាក៏បានដើរទៅឆ្ងាយពីឆោវ៉ាន់ដើម្បីនិយាយជាមួយម៉ែក្នុងម្ដុំនោះដូចជាគ្មានសេវាអីបន្តិចសោះសាណាក៏បានដើរចុះមកក្រោមតែម្នាក់ឯងដើម្បីរកសេវានិយាយជាមួយម៉ែដោយមិនបានប្រាប់ឆោវ៉ាន់ឡើយថាចុះមកក្រោមគ្រាន់តែមកដល់ខាងក្រោមភ្លាមទូរស័ព្ទក៏មានសេវាហើយក៏សាណាក៏ចាប់ផ្ដើមនិយាយជាមួយម៉ែមួយសន្ទុះសាណាមិនបានប្រាប់រឿងដែលកំពុងតែកើតឡើងដល់គាត់ឲ្យបានដឹងឡើយព្រោះមិនចង់ឲ្យគាត់បារម្ភច្រើនអំពីសាណាបន្ទាប់ពីនិយាយជាមួយម៉ែមួយចប់សាណាក៏បានដាក់ទូរស័ព្ទចុះរួចក៏រៀបថានឹងឡើងទៅលើផ្ទះវិញហើយតែចៃដន្យអ្វីមិនដឹងថាមានខ្យល់មកពីណាទេស្រាប់តែបក់កាត់សាណាមួយទំហឹងយ៉ាងត្រជាក់ស្រេបធ្វើឲ្យសាណាព្រឺរួមឡើងមកខ្ញាក់អមជាមួយនឹងសំឡេងឆ្កែលូយ៉ាងក្រលួយបានពន្លឺឡើងលេឡំនឹងសំឡេងភ្លេងបុរាណនោះទៀតគឺខ្មោចស្រីនោះមករកសាណាទៀតហើយបេះដូងរបស់សាណាចាប់ផ្ដើមលូតញឹកញាប់ដៃក៏ចាប់ផ្ដើមត្រជាក់ព្រឺដល់ឆ្អឹងខ្នងរួចក៏រត់សម្ដៅឡើងមកលើផ្ទះវិញប៉ុន្តែត្រូវអ្វីមួយយ៉ាងមកទាក់ជើងរបស់សាណាឲ្យដួលធ្លាក់មកក្រោមវិញពេលនោះសាណាភ័យណាស់សាណាក៏ប្រញាប់ស្រែកឲ្យឆោវ៉ាន់ជួយផងឆោវ៉ាន់នាងខ្មោចនោះមករកខ្ញុំហើយខ្ញុំខ្លាចណាស់ជួយខ្ញុំផងរហ័សដូចចិត្តឆោវ៉ាន់បានរត់ចុះមកជួយគ្រាសាណាយ៉ាងលឿនប៉ុន្តែសាណាក្រោកឡើងមិនរួចនោះទេត្រូវនាងខ្មោចនោះប្រើកម្លាំងសង្កត់សាណាជាប់ហើយនាងពិតជាមានកម្លាំងខ្លាំងណាស់ឆោវ៉ាន់មិនអាចជួយអ្វីបានឡើយខ្មោចស្រីនោះក៏បានបង្ហាញមុខរលេះរលួយរបស់វានៅចំពោះមុខពួកយើងព្រមទាំងលោកដៃមកច្របាច់កយើងទាំងពីរប៉ុន្តែរំពេចនោះដៃនាងខ្មោចនោះក៏ប្រឡែងចេញពីកឆោវ៉ាន់និងសាណាភ្លាម
លាយជាមួយនឹងសំឡេងដ៏ឈឺចាប់ដូចជាមានមនុស្សកំពុងតែសូត្រមន្តគាថាកុំចាប់នាងទោះយ៉ាងណាខ្មោចស្រីនោះពិតជាមានឫទ្ធិអំណាចខ្លាំងក្លានាងមិនទៅណាទេនាងនៅតែសម្លក់សម្លឹងមកកាន់ឈរវ័ននឹងសាណាភ្លាមនោះស្រាប់តែលោកតាក៏បង្ហាញខ្លួនរួចដើរចូលមកតាប្រាប់ហើយថាកុំអោយចុះទៅណាឲ្យសោះសុំទោសលោកតាឈរវ័ននិយាយលោកតាក៏បាននិយាយជាមួយខ្មោចស្រីនោះប៉ុន្តែនាងខ្មោចនោះដូចជាមិនចង់និយាយស្រួលជាមួយលោកតារបស់ឈរវ័នទេនាងស្រែកកំហុំមកកាន់ពួកយើងខ្លាំងៗថាមិនមែនជារឿងរបស់តាឯងទេឆាប់ចេញទៅតារបស់ឈរវ័នក៏តបវិញថាតើនាងចង់បានអ្វីពីក្មេងនេះមីក្មេងនេះវាយករបស់យើងប្រមានវាជាច្រើនដងហើយប៉ុន្តែវាមិនព្រមយកមកឲ្យសងយើងវិញអញ្ចឹងយើងមានតែសម្លាប់វាហាហាហាបន្ទាប់ពីនិយាយចប់ខ្មោចស្រីនោះយំព្រមទាំងហូរទឹកភ្នែកចុះមកសិតតិចឈាមរហូតសឹងតែជ្រុះក្រឹបភ្នែកចុះមកក្រោមសំឡេងយំរបស់នាងលាយឡំនឹងភ្លេងបុរាណដ៏គួរឲ្យខ្លាចរឹតតែធ្វើឲ្យសាណាព្រឺរោមកាន់តែខ្លាំងរួចនាងក៏ចាប់ផ្ដើមរំកាច់ខ្លួននៅចំពោះមុខពួកយើងទៀតផងលោកតាបានងាកមករកសាណាទាំងដែលពេលនោះសាណាកំពុងតែស្លេកមុខស្លេកមាត់និយាយមិនចេញរួចក៏គិតបន្តនិយាយជាមួយសាណាទៀតថាចាឯងបានយករបស់ជាទីស្រឡាញ់របស់គេទៅម្ចាស់គេមិនសុខចិត្តបានជាគេមកតាមទាយករបស់នោះចៅឯងយករបស់មួយនោះមកឲ្យតានឹងធ្វើពិធីដើម្បីសុំខមាទោសសងគេវិញសាណាក៏តបវិញថាប៉ុន្តែលោកតាខ្ញុំពិតជាមិននឹកឃើញទេថាវាជារបស់អីពិតមែនលោកតារកនឹកមើលទៅធ្លាប់រើសបានរបស់អីនៅកន្លែងណាដែរទេសាណាក៏ព្យាយាមរកនឹកតែនឹកឃើញយ៉ាងណាក៏នឹកមិនឃើញខួរក្បាលរបស់សាណាពេលនេះគឺនឹកឃើញទៅដល់ភាពភ័យខ្លាចចំណែកលោកតាក៏នៅតែសូត្រធัวមន្តគាថារបស់គាត់មិត្តជីបអូចហាក់ដូចជាសំដំចិត្តខ្មោចនោះដើម្បីពន្យាពេលអញ្ចឹងឯឈវ័នក៏បន្តនិយាយមកសាណានាងឆាប់រកនឹកមើលទៅណាសាណាលោកតាកំពុងតែប្រើមន្តអាគមសំដំចិត្តខ្មោចនោះហើយយើងគ្មានពេលវេលាយូរនោះទេឲ្យលឿនទៅឆាប់រកនឹកមើលទៅបើសិនជាមិនយករបស់នោះសងខ្មោចនោះទេយើងទាំងអស់គ្នាច្បាស់ជាស្លាប់មិនខានខ្ញុំក៏ចាប់ដើមតាំងស្មារតីហើយក៏ចាប់ដើមរនឹកមើលរឿងគ្រប់យ៉ាងដែលបានកើតឡើងមកវិញទាំងអស់ខ្ញុំទៅដល់ណាធ្វើអ្វីជួបអ្វីនឹកឃើញអ្វីទាំងអស់ប៉ុន្តែនៅតែនឹកមិនឃើញថាខ្ញុំធ្លាប់យករបស់អ្វីពីអ្នកណាទេចៃដន្យភ្លាមនោះភ្នែករបស់ខ្ញុំបានក្រឡេកទៅមើលខ្មោចនារីរបាំនោះមានកងជើងតែមួយជំហានទេនេះមានន័យថាប្រហែលជារបស់មួយនោះហើយឈរវ័នខ្ញុំរនឹកឃើញហើយឈរវ័នខ្ញុំស្រែកឡើងយ៉ាងខ្លាំងដោយអារម្មណ៍ត្រេកអរពេកតែបែរជាធ្វើឲ្យដាស់សតិអារម្មណ៍របស់ខ្មោចនោះត្រឡប់មកវិញធ្វើឲ្យនាងងាកមកសម្លក់ខ្ញុំថែមរួចហក់មកច្របាច់កខ្ញុំភ្លាមលោកតារបស់ឈរវ័នខំរត់ទៅយកគ្រឿងសក្ការៈផ្សេងដើម្បីយកមកធ្វើពិធីឯសាណានេះវិញប៊ីតែនឹងដាច់ខ្យល់ស្លាប់ទៅហើយរបស់នោះជារបស់អ្វីនៅឯណាទៅសាណាក៏តបថាវាជាកងជើងមួយចង្ហៀងទៀតដូចដែលនឹងខ្មោចនោះពាក់តែខ្ញុំមិនដឹងថានៅទីណានោះទេលោកសាករកមើលនៅក្នុងសម្ភារៈខោអាវខ្ញុំទៅលឿនឡើងឈរវ័នជួយខ្ញុំផងលោកតាត្រឡប់មកវិញជាមួយនឹងវត្ថុជាច្រើនសម្រាប់ធ្វើពិធីរួចក៏កើតបានសូត្រអ្វីមិនដឹងទេបន្ទាប់មកខ្មោចនោះក៏បានស្រែករហូយំដោយសម្រេចឈឺចាប់យ៉ាងគួរឲ្យខ្លាចរួចក៏លែងដៃចេញពីខ្ញុំទៅធ្វើឲ្យខ្ញុំដួលទៅលើដីយ៉ាងដំណប់ខ្មោចនោះសាហាវណាស់ចៅឯងត្រូវតែរកវត្ថុនោះមកសងគេវិញទើបតាអាចជួយបានកំហឹងនាងកាន់តែខ្លាំងព្រោះថារបស់នោះជារបស់ដែលនាងស្រឡាញ់ខ្លាំងណាស់សាណាក៏ចាប់ផ្ដើមម្នេះស្ទុះស្ទាទៅជួយរករបស់នោះជាមួយឈរវ័នយ៉ាងម៉េចយ៉ាងម៉ាហើយឃើញដែរឬទេខ្ញុំសួរទៅឈរវ័នដោយសឹងតែដកដង្ហើមមិនដល់គ្នាមិនទាន់ឃើញទេនាងបានទុកនៅក្នុងនោះទេដឹងរកនឹកមើលទៅទុកនៅឯណាឬក៏នាងទុកនៅបន្ទប់របស់នាងសាណាពិតជាមិនចាំថានៅទីណាពិតមែនធ្វើយ៉ាងម៉េចទៅឈរវ័នខ្ញុំនឹងស្លាប់ដែរទេខ្ញុំខ្លាចណាស់ធ្វើម៉េច
ទៅឈរវ័នក៏តបថាធ្វើចិត្តឲ្យត្រជាក់គិតមួយលោកតាអាចជួយពន្យាពេលបានខ្លះដែរឆាប់រនទៅសាណាយំផងភ័យផងទឹកភ្នែកហូរចុះមកឥតដាច់សាណាព្យាយាមរកនឹកបណ្ដើនៅតែរកមិនឃើញទៅតែសោះសាណាពិតជាមិនរស់ទេប៉ុន្តែមួយរំពេចនោះដៃរបស់សាណាដែលកំពុងតែលុករាវចូលក្នុងសម្ភារៈកាបូបនោះក៏ស្រាប់តែប៉ះចំរបស់អ្វីមួយរឹងរួចក៏ប្រញាប់ទាញវាចេញមកសាណានិយាយថាខ្ញុំរកឃើញហើយឈរវ័នខ្ញុំរកឃើញហើយសាណានិយាយទាំងត្រហេបត្រហប់ឈរវ័នក៏ចូលមកក្បែរសាណាគេក៏សប្បាយចិត្តដូចជាសាណាដែររួចគេបានប្រាប់ឲ្យសាណាយករបស់នោះទៅឲ្យលោកតាដើម្បីធ្វើពិធីសុំខមាទោសដោយសារតែពេលនោះសាណាភ័យផងខ្លាចផងក៏បានធ្វើឲ្យកងជើងនោះរមាសចុះទៅក្រោមពេលនោះសាណាកាន់តែភ័យឡើងទ្វេដងដៃជើងបេះដូងសឹងតែឈប់លួនរួចនិយាយទាំងញោមមាត់ថាឈប់មកកងជើងនោះបានធ្លាក់ទៅក្រោមហើយឈប់មកថាម៉េចកុំភ័យតោះយើងប្រញាប់ទៅរកជាមួយគ្នាសាណានិងឈវ័ននឹងគ្នារកមើលនៅក្រោមផ្ទះរបស់តាបញ្ចាំងពិលគ្រប់ចន្លោះនៅតែរកកងជើងនោះមិនឃើញទៅតែសោះពេលនោះសាណាសឹងតែលែងមានសង្ឃឹមថាខ្មោចស្រីនោះនឹងទុកជីវិតឲ្យសាណាទៀតហើយសាណាបានដួលចុះអង្គុយលើដីរួចក៏យំអោបជង្គង់ងាកមកមើលលោកតាឯនេះវិញខំប្រឹងតាំងជាមួយខ្មោចនោះសឹងតែអស់កម្លាំងពីខ្លួនព្រោះតែសាណាជាអ្នកបង្ករឿងនេះទាំងអស់សាណាមិនចង់ឲ្យអ្នកណាមកពិបាកជាមួយសាណាទេសាណាក៏សម្រេចចិត្តថានឹងទៅរកខ្មោចនោះឲ្យវាសម្លាប់ចោលតែម្ដងទៅបើវាចង់សម្លាប់ខ្ញុំខ្លាំងណាស់គិតរួចសាណាក៏ក្រោកឡើងឈរទាំងមុំម៉ាត់មុខមុំលាជាមួយនឹងទឹកភ្នែកជប់ធ្វល់នៅឡើយព្រមតែនឹងដើរចេញទៅរកខ្មោចនោះហើយស្រាប់តែឈវ័នចាប់ដៃសាណាជាប់នាងប្រុងធ្វើអ្វីកុំតិនអាលអស់សង្ឃឹមយើងនៅមានពេលវេលាខ្លះទៀតលឿនឡើងឆាប់ជួយរកគ្នាទៅកុំធ្វើអីឈួតឲ្យសោះដរាបណាមានខ្ញុំនឹងតានៅទីនេះនាងច្បាស់ជាមិនអីទេប៉ុន្តែសាណាគិតថាយើងរកមិនឃើញទេវាចិត្តហួបពេលហើយសាណាក៏មិនចង់ធ្វើបាបលោកតាដែលមើលទៅខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេសាណាគិតតែពីយំរំពេចនោះស្រាប់តែឈវ័នស្រែកឡើងដោយក្តីត្រេកអរសាណាខ្ញុំរកឃើញហើយតោះយើងយកទៅឲ្យលោកតាចំណែកឯខ្មោចស្រីនោះវិញវាដូចជាដឹងហើយស្គាល់របស់វាខ្លាំងទាំងដែលវាមិនទាន់ទាំងបានឃើញផងវាស្រាប់ស្រែករោគរបស់នោះឬកាន់តែខ្លាំងឡើងឡើងក្រលួចព្រឺដល់ឆ្អឹងខ្នងឲ្យវាមកយើងភ្លាមពួកឯងត្រូវតែស្លាប់ទាំងអស់ខ្ញុំបានប្រញាប់ហុចវាទៅឲ្យលោកតារួចក៏ចាប់ដើមពិធីសងរបស់នោះនឹងសុំខមាទោសទៅខ្មោចស្រីនោះមួយសន្ទុះក្រោយមកសាណាក៏ឃើញកងជើងនោះនៅនឹងជើងរបស់នាងសាណាពិតជាមិនគួរឲ្យជឿនឹងភ្នែករបស់សាណាពិតមែនសាណាវាតែនឹងស្លាប់តែហោងដោយសារតែកងជើងនោះបាត់ទៅហើយបន្ទាប់មកខ្មោចនោះបានប្រែខ្លួនទៅជានារីម្នាក់ដ៏ស្អាតម្នាក់ពិតជាស្អាតខ្លាំងណាស់ជាមួយនឹងឈុតរបាំរបស់នាងព្រមទាំងញញឹមមករកយើងហើយក៏លាចេញទៅបាត់រឿងរ៉ាវនេះគឺកើតឡើងយ៉ាងរហ័សសឹងតែធ្វើឲ្យសាណាស្លាប់វាដូចជាយោសបិននៅលើโลกនេះពិតជាមានរឿងដ៏រន្ធត់បែបនេះពិតមែននិយាយពីខ្មោចរបាំម្នាក់នោះតាមពិតនាងធ្លាប់ជានារីរបាំក្នុងអតីតស្ថានភាពដែលកំពុងតែធ្វើការនោះនាងមានឈ្មោះថាបុប្ផានាងធ្វើការជាមួយនារីរបាំតាំងពីក្មេងព្រោះតែស្រឡាញ់ផ្នែកសិល្បៈប៉ុន្តែថ្ងៃមួយនាងបានទៅសម្ដែងរបាំនៅអតីតស្ថានភាពដែលសាណាកំពុងធ្វើការនាពេលបច្ចុប្បន្ននេះដោយសារតែទម្រាំសម្ដែងចប់វាយប់ជ្រៅទៅហើយទើបអតីតម្ចាស់ស្ថានភាពនោះបើកបន្ទប់ចុងក្រោយគេនៅជាន់ទី4ឲ្យនាងសម្រាប់មួយយប់សិនប៉ុន្តែជាអកុសលមនុស្សព្រៃផ្សៃដែលជាអតីតម្ចាស់ស្ថានភាពនោះវាមានគំនិតមិនល្អដោយដែលគេគ្រប់គ្នាក៏ទេវាបានលួចបន្លំចូលទៅក្នុងបន្ទប់ដែលវាឲ្យនាងសម្រាប់ព្រមទាំងរំលោភនាងដោយបង្ខំយ៉ាងអាក្រក់ព្រៃផ្សៃថែមទៀតដោយសារតែនាងមិនអាចទ្រាំទ្រជាមួយនឹងការប្រមាថមើលងាយបែបនេះ
នាងក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយខំអំដាតវាបានយកសាកសពរបស់បុប្ផាទៅកប់ចោលនៅកន្លែងមួយក្រោយសទ្ធាគារនោះវាបានបំលែងរបស់ទាំងអស់ដែលជារបស់បុប្ផាដើម្បីបញ្ជាក់ថាបុប្ផាបានចាក់ចែងពីសទ្ធាគារទៅហើយតែវាប្រហែលជាភ្លេចថានៅមានកងជើងមួយជំហានទៀតដែលនាងបានធ្វើឲ្យជ្រុះនាងបានប្រាប់ទៀតថានាងមិនអាចធ្វើអ្វីវាបាននោះទេព្រោះវាមានគ្រូអាគមខ្លាំងមហាសាលជួយការពារហើយពេលនេះនាងបានសូមឲ្យខ្ញុំនិងឆវ័នជួយរកយុត្តិធម៌ឲ្យនាងផងនាងពិតជាគួរឲ្យអាណិតណាស់ច្រើនឆ្នាំមកហើយដែលនាងមិនបានចាប់ជាតិដោយសារតែគ្មានអ្នកណាដឹងថាសាកសពរបស់នាងនៅឯណាសាណានិងឆវ័នលាលោកតាហើយក៏អរគុណគាត់លោកតាបានប្រគល់ខ្សែព្រះមួយអង្គមកឲ្យខ្ញុំទុកការពារខ្លួនទៀតផងឆវ័ននិងខ្ញុំបានទៅប្តឹងប៉ូលីសរួចប្រាប់ពីទីតាំងដែលបុប្ផាបានប្រាប់ប៉ូលីសក៏បានរកឃើញសាកសពរបស់នាងពិតមែនប៉ុន្តែវាយូរឆ្នាំពេកទើបសាកសពរបស់នាងនៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះចំណែកឯអតីតថាកែសទ្ធាគារនោះត្រូវបានប៉ូលីសនិយាយថាគេបានស្លាប់កាលពីប្រហែលឆ្នាំមុននេះមកហើយដែរដោយសារតែគ្រោះថ្នាក់ចរាចរណ៍ហេតុនេះហើយសមាជិកគ្រួសារដែលនៅរស់ត្រូវសងជំងឺចិត្តដល់គ្រួសាររបស់បុប្ផាជំនួសវិញមនុស្សប្រភេទនេះវាមិនសមរស់នៅតែធ្ងន់ផែនដីទេគួរតែស្លាប់យូរណាស់មកហើយតែពេលនេះគេក៏បានស្លាប់ហើយដែរបុប្ផាប្រហែលជាអហោសិកម្មឲ្យគេហើយប្រហែលជាអញ្ចឹងខ្ញុំក៏លែងមានគ្រោះកម្មអីទៀតហើយមែនទេឆវ័នសប្បាយចិត្តវិញហើយមែនទេអ្នកណាថាអស់គឺឆវ័នឯងនិយាយអីនឹងខ្ញុំភ័យណាស់ឈួតទេអីនិយាយលេងទេនាងអស់អីហើយសប្បាយចិត្តចុះមនុស្សឈួតខ្ញុំនឹងឆវ័នបានមកដល់វត្តចូលចង្ហាន់ប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យទៅឲ្យបុប្ផាដើម្បីឲ្យនាងឆាប់បានចាប់ជាតិក្នុងជីវិតមួយដែលល្អក៏ប៉ុន្តែមុននេះបន្តិចសាណាក៏ប៊ីតែនឹងស្លាប់ដោយសារតែនាងដែរសាណាបាននិយាយថាចង់បានរបស់វិញមិនមកប្រាប់ឲ្យស្រួលទៅខ្ញុំប៊ីតែនឹងស្លាប់ទៅហើយសម្រាប់រឿងនេះដែរគឺបញ្ចប់តែត្រឹមហ្នឹងសូមអរគុណទៅកាន់បងប្អូនទាំងអស់គ្នាដែលបានស្ដាប់ពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា